នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺនៅថ្ងៃនេះជាថ្ងៃគេថា Memorial Day នៅសហរដ្ឋអាមេរិកគឺទិវារំលឹកគុណយុទ្ធជនជាពិសេសយុទ្ធជនដែលបានពលីហើយលោកប្រធានាធិបតី Donald Trump បានឧទ្ទិសថ្ងៃនេះគឺទៅដល់យុទ្ធជនរបស់សហរដ្ឋអាមេរិកចំនួន13រូបដែលបានពលីជីវិតនៅក្នុងសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយព័ត៌មានទី2នេះគឺព័ត៌មានក្តៅតែម្ដង breaking news ដែលមុននេះបន្តិចគឺខាងបញ្ជាការកណ្ដាលបានឲ្យដឹងថាខ្លួនបានបើកការវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់នៅក្បែរច្រក Hormuz ដែលជាការវាយការពារខ្លួនតែប៉ុណ្ណោះគឺមិនបានធ្វើឲ្យខូចខាតទៅដល់កិច្ចប្រឹងប្រែងចម្បាញ់គ្នាឬក៏ការចរចាការទូតដែលកំពុងតែកើតមាននេះទេហើយព័ត៌មានទី3នេះគឺជាការផ្សាយរបស់កាសែតនៅខាងអ៊ីស្រាអែលបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu បានសារភាពប្រាប់ជំនួយការរបស់លោកថាលោកមិនមានឥទ្ធិពលអ្វីខ្លាំងប៉ុន្មានទេទៅលើលោកប្រធានាធិបតី Donald Trump នៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់លើកនេះដោយសូម្បីតែនៅក្នុងការចរចាលើកទី1រហូតដល់សម្ដេចបានបတ်ជប់បាញ់គ្នានោះក៏អត់មានការផ្ដល់មតិអីចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលដែរហើយព័ត៌មានទី4ដែលជាព័ត៌មានចុងក្រោយនេះគឺមិនមែននៅសហរដ្ឋអាមេរិកទេគឺនៅខាងប្រទេសអ៊ុយក្រែននៅថ្ងៃនេះគឺរុស្ស៊ីបានចេញការព្រមានឲ្យស្ថានទូតអន្តរជាតិនានាចាក់ចេញពីទីក្រុងគៀវដោយរុស្ស៊ីត្រៀមវាយប្រហារបន្ថែមទៀតហើយក្នុងខណៈពេលដែលទីក្រុងគៀវបាននិយាយថាកុំចាញ់សូមទូតបរទេសកុំចាញ់សម្លុតខាងរុស្ស៊ីធ្វើអ្វីបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងមកសម្រាប់ជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺនៅសហរដ្ឋអាមេរិកគេថាជាថ្ងៃដែលរំលឹកទៅដល់គុណយុទ្ធជនពលីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិនៅសហរដ្ឋអាមេរិកនេះហើយនៅថ្ងៃនេះបើតាមសេចក្តីរាយការណ៍នេះគឺលោកប្រធានាធិបតី Donald Trump លោកបានឧទ្ទិសដល់កិត្តិយសទៅដល់យុទ្ធជនទាំង13រូបរបស់សហរដ្ឋអាមេរិកដែលបានពលីជីវិតនៅក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅប្រទេសអ៊ីរ៉ង់បាទគឺលោកបានថ្លែងបែបនេះនៅក្នុងពេលដែលចូលប្រារព្ធនៅឯទីកន្លែងបញ្ចុះសពយុទ្ធជនដែលមិនមានស្គាល់ឈ្មោះនៅទីនោះបាននៅក្នុងទីក្រុង Arlington រដ្ឋ Virginia ដែលនៅឆ្លងទន្លេម្ខាងពីរដ្ឋធានី Washington តែប៉ុណ្ណោះគឺនៅក្បែរគ្នានោះលោកប្រធានាធិបតីបានមានប្រសាសន៍នៅថ្ងៃទី25នេះថាគឺយើងបានបាត់បង់បាទទីហ៊ានដ៏អស្ចារ្យរបស់យើងចំនួន13រូបបាទពួកគេអស្ចារ្យណាស់ហើយជាមនុស្សពិសេសផងដែរបាទលោកប្រធានាធិបតីក៏បានដាក់កម្រងផ្កាទៅលើភ្នូរយុទ្ធជនដែលមិនបានដឹងឈ្មោះបាទនៅកន្លែងបញ្ចុះសពយុទ្ធជននៅក្នុងរដ្ឋ Virginia នោះផងដែរនេះគឺជាការធ្វើពិធីប្រចាំឆ្នាំណាជាពិធីវានេះគឺធ្វើឡើងប្រចាំឆ្នាំដើម្បីរំលឹកទៅដល់យុទ្ធជនរបស់សហរដ្ឋអាមេរិកដែលពលីដើម្បីប្រទេសជាតិហើយយុទ្ធជនទាំង13រូបដែលលោកប្រធានាធិបតីបានផ្ដល់កិត្តិយសជូននៅថ្ងៃនេះគឺបានពលីជីវិតដែលស័ក្តិសមនឹងហើយបាទក្នុងគណៈពេលដែលឥឡូវនេះគឺសង្គ្រាមដែលសហរដ្ឋអាមេរិកចូលប្រឡូកជាមួយនឹងអ៊ីស្រាអែលនៅប្រទេសអ៊ីរ៉ង់ហ្នឹងគឺបាទមិនទាន់បានឈានទៅដល់ទីបញ្ចប់ពិតប្រាកដនៅឡើយទេគឺនៅតែកំពុងតែរកវិធីដើម្បីបញ្ចប់ហើយសហរដ្ឋអាមេរិកគឺមកដល់ពេលនេះតាមសេចក្តីរាយការណ៍ដឹងថាបានចំណាយថវិកាអស់ប្រមាណជា$29,000 លានសហរដ្ឋអាមេរិកហើយបាទសម្រាប់សង្គ្រាមនេះដែលធ្វើឲ្យប្រជាប្រិយភាពលោកប្រធានាធិបតីបានធ្លាក់ចុះហើយពលរដ្ឋអាមេរិកជាច្រើនបានប្រឆាំងនឹងសង្គ្រាមនេះបាទលោកប្រធានាធិបតី Donald Trump បានថ្លែងថាអ្នកទាំងអស់នោះគឺបានពលីជីវិតដោយមានតម្លៃក្នុងការធ្វើយ៉ាងណាដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរបានឡើយដូច្នេះការពលីកម្មរបស់អ្នកទាំងនោះគឺមានតម្លៃខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិកនិងមនុស្សជាតិព័ត៌មានទី2នេះគឺជាព័ត៌មានក្តៅតែម្ដងមកដល់ពេលនេះគឺទើបតែចេញបានជាង1ម៉ោងមុនទេដែលសារព័ត៌មានធំផ្សាយនោះគឺបានឲ្យដឹងថាបាទជាង1ម៉ោងគឺនៅថ្ងៃច័ន្ទទី25ខែឧសភាណាដែលនៅកម្ពុជាទៅជាថ្ងៃអង្គារទី26ខែឧសភាណាព័ត៌មានក្តៅតែម្ដងគឺបានឲ្យដឹងថាសហរដ្ឋអាមេរិកយោធាសហរដ្ឋអាមេរិកបានវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ដែលនៅជិតច្រក Hormuz បាទហើយបើយោងតាមអ្នកនាំពាក្យរបស់យោធារបស់សហរដ្ឋអាមេរិកនោះបានឲ្យដឹងថាសកម្មភាពដែលសហរដ្ឋអាមេរិកទីហ៊ានសហរដ្ឋអាមេរិកបាញ់ទៅវិញនេះគឺជាសកម្មភាពការពារខ្លួនតែប៉ុណ្ណោះ act of self defense បាទគឺការពារខ្លួនតែប៉ុណ្ណោះគឺបើតាមលោកឧត្តមលោកសំទុភរៈទីបានលោកអនុសេនីយ៍ឯកបាទលោកខាងមេបញ្ជាការខាងទីហ៊ានជើងទឹកបាទគឺលោក Tim Hawkins ដែលជាអ្នកនាំពាក្យរបស់ខាងបញ្ជាការកណ្ដាលបាទបញ្ជាការកណ្ដាលបានថ្លែងថាការវាយប្រហារនោះគឺបើជាការមួយការពារខ្លួនទេគឺមានការបាញ់មីស៊ីលបាទគឺមកសម្ដៅទៅលើសហរដ្ឋអាមេរិកអញ្ចឹងហើយគឺសហរដ្ឋអាមេរិកបានបាញ់ទៅលើគោលដៅនោះឡើងវិញបាទហើយនឹងទូករបស់អ៊ីរ៉ង់ដែលបាទព្យាយាមមកដាក់មីនអញ្ចឹងគឺសហរដ្ឋអាមេរិកគឺបានបាញ់ទៅលើគោលដៅបាញ់មីស៊ីលហើយនឹងទូកការវាយប្រហារនេះគឺធ្វើឡើងនៅតំបន់ Bandar Abbas បាទនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ដែលនៅជិតច្រក Hormuz បាទនេះបើយោងតាមមន្ត្រីការពារជាតិបានប្រាប់ឲ្យដឹងហើយមិនទាន់មានការប្រកាសណាមួយថានឹងមានការផ្លាស់ប្ដូរណានៅឡើយទេពាក់ព័ន្ធជាមួយនឹងបទជបាញ់ដែលបណ្ដោះអាសន្នដែលកំពុងតែមានជាធរមាននេះដែលបានចូលជាធរមានតាំងពីថ្ងៃទី8ខែមេសា
ហើយបើយោងតាមលោក Hawkins ដែលជាអ្នកនាំពាក្យនោះបានបញ្ជាក់ថាគឺបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកនៅតែបន្តការពារកងកម្លាំងរបស់សហរដ្ឋអាមេរិកក្នុងគណៈពេលដែលរក្សាការអត់ធ្មត់ដោយស្របទៅតាមបទច្បាញ់គ្នាបាទអញ្ចឹងដូច្នេះបើយោងតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មានរបស់អ៊ីរ៉ង់វិញបានឲ្យដឹងថាគឺមានលឺសូរសំឡេងផ្ទុះបាទនៅក្នុងទីក្រុង Bandar Abbas ហើយនៅតំបន់នៅតាមឆ្នេរសមុទ្រនៅក្បែរច្រកនោះផងដែរបាទគឺអ៊ីរ៉ង់គាត់ថាគឺមានសំឡេងផ្ទុះនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទអញ្ចឹងដូច្នេះការចរចាគឺកំពុងតែកើតមានឡើងជិតនឹងសម្រេចបានទៅហើយតែប៉ុន្តែរឿងកើតឡើងនេះផ្សេងមួយទៀតបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែលដែលបានរាយការណ៍នៅថ្ងៃច័ន្ទនេះបាទថ្ងៃច័ន្ទនេះឲ្យដឹងថាគឺនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោកបេនយ៉ាមីន នេតានយ៉ាហ៊ូបានប្រាប់អ្នកដែលជាជំនិតរបស់លោកនៅក្នុងកិច្ចសន្ទនាដោយឯកជនមួយថាគឺអ៊ីស្រាអែលបានមានសមត្ថភាពតិចតួចណាស់នៅក្នុងការជះឥទ្ធិពលទៅលើលោកប្រធានាធិបតីដូណាល់ត្រាំដែលត្រូវធ្វើការសម្រេចចិត្តនានាជាមួយនឹងអ៊ីរ៉ង់នៅក្នុងការចរចាដែលលោកប្រធានាធិបតីបានចាប់ផ្ដើមដើម្បីដោះស្រាយបញ្ហាសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលជិត3ខែមកហើយនេះបើយោងតាមប្រភពចំនួន2ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters អត្ថាធិប្បាយរបស់លោក Netanyahu នេះកើតមានឡើងគឺបានទៅបានមន្ត្រីនេះនិយាយថាគឺកើតមានឡើងដោយផ្នែកជាច្រើននោះគឺដោយសារតែនៅពេលដែលមានកិច្ចប្រឹងប្រែងជួបបាញ់គ្នាកាន់លើកនេះដែលពេលនេះកំពុងតែនៅមានជាស្ថិរភាពហ្នឹងគឺសហរដ្ឋអាមេរិកមិនបានពិភាក្សាអ្វីទៅលើជាមួយនឹងអ៊ីស្រាអែលនោះទេបាទគឺអ៊ីស្រាអែលមិនបានចូលរួមនៅក្នុងការសម្រេចចិត្តនោះទេបាទហើយចាប់តាំងពីថ្ងៃសៅរ៍មកលោកប្រធានាធិបតីដូណាល់ត្រាំក៏បាននិយាយថាអាចនឹងមានបទជួបបាញ់គ្នានៅក្នុងពេលឆាប់ៗនេះផងដែរគឺជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បាទលោកប្រធានាធិបតីប្រកាសអញ្ចឹងហើយបាទគឺប៉ុន្តែអ៊ីរ៉ង់វិញគាត់ថាកុំអាលសិនគឺមិនទាន់មានអ្វីជាដុំកំភួនដែលអ៊ីរ៉ង់នឹងសម្រេចបាននៅឡើយទេគឺឥឡូវនេះគឺភាគីទាំងពីរនៅតែមិនទាន់ឯកភាពគ្នាទៅលើបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទដែលសហរដ្ឋអាមេរិកចង់ឲ្យរំលាយហើយខាងអ៊ីរ៉ង់គាត់ទាមទារឲ្យលើកលែងទណ្ឌកម្មសិនបាទទណ្ឌកម្មជាពិសេសការបង្កទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់នឹងសិនមុននឹងការនិយាយពីនុយក្លេអ៊ែរក៏ដូចជាធ្វើយ៉ាងណាឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមនៅការវិប្រយុទ្ធនៅក្នុងប្រទេសលីបង់ទាំងមូលតែម្ដងជាពិសេសការដែលអ៊ីស្រាអែលបានបើកការវិប្រហារទៅលើក្រុមហេសបូឡាលោក Netanyahu វិញគឺបានទាមទារសិទ្ធិនៅក្នុងការបន្តប្រតិបត្តិការប្រឆាំងនឹងការគម្រាមកំហែងពីមុខព្រួញជាច្រើនក្នុងនោះមានការវិប្រហារទៅលើក្រុមហេសបូឡាដែលប្រទេសអ៊ីរ៉ង់គ្រប់គ្រងផងដែរបាទប៉ុន្តែគាត់ក៏មិនបានដឹងអំពីអ្វីទៅជាកិច្ចការទាមទាររបស់ខាងអ៊ីរ៉ង់ជាលម្អិតនោះទេបាទគឺបើសិនជាអ៊ីរ៉ង់គាត់យកបញ្ហាដែលឲ្យអ៊ីស្រាអែលទៅបញ្ឈប់ការវាយប្រហារនៅលីបង់ទាំងស្រុងជាពិសេសទៅលើក្រុមហេសបូឡានោះគឺប្រហែលជាអាចនឹងធ្វើឲ្យមានការខ្វែងគំនិតគ្នាអាចនឹងធ្វើឲ្យខូចខាតទៅដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនេះមន្ត្រីរបស់អ៊ីស្រាអែលម្នាក់ដែលបាននិយាយប្រាប់សារព័ត៌មានហើយបានដឹងអំពីការសន្ទនាគ្នាជាឯកជនរបស់លោក Netanyahu ជាមួយនឹងមនុស្សចំណិតនោះបាននិយាយថាលោក Netanyahu គឺបានសម្ដែងនឹងការព្រួយបារម្ភពីលើអំពីកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់កំពុងតែព្រមព្រៀងជាក្របខ័ណ្ឌគឺ MOU រវាងប្រទេសទាំងពីរនេះគឺអ៊ីរ៉ង់គាត់បានស្នើមកឲ្យសហរដ្ឋអាមេរិកបានព្រមព្រៀងក៏ប៉ុន្តែមិនទាន់មានការចុះហត្ថលេខាជាផ្លូវការនៅឡើយទេហើយអ៊ីស្រាអែលគាត់បារម្ភថាបើសិនជាព្រមតាម MOU នេះគឺអាចនឹងមានការខាតបង់ប្រយោជន៍ហើយនឹងអាចមានផលប្រយោជន៍កេងចំណេញទៅដល់ទៅឲ្យប្រទេសអ៊ីរ៉ង់ទៅវិញទេបាទនៅពេលដែលអ្នកសារព័ត៌មានព្យាយាមតាក់ទងទៅខុទ្ទកាល័យរបស់លោក Netanyahu ដើម្បីសុំការអធិប្បាយបន្ថែមអំពីសេចក្តីរាយការណ៍ដែលថាលោក Netanyahu ត្អូញត្អែថាมันអាចមានឥទ្ធិពលអ្វីមកលើសហរដ្ឋអាមេរិកនោះគឺខុទ្ទកាល័យរបស់លោកមិនទាន់បានឆ្លើយតបនៅឡើយទេបាទព័ត៌មានទី4ជាព័ត៌មាននៅប្រទេសអ៊ុយក្រែននេះណាបាទគឺនៅថ្ងៃច័ន្ទនេះខាងរុស្ស៊ីបានចេញការព្រមានបន្ថែមទៀតដោយឲ្យអង្គទូតបរទេសចាក់ចេញពីទីក្រុងគៀវដោយសារតែរុស្ស៊ីឥឡូវនេះកំពុងតែរៀបចំបើកការវិប្រហារជាប្រព័ន្ធតែម្ដងជាបន្តបន្ទាប់បាទទៅលើទីក្រុងគៀវដែលឲ្យបានទទូចឲ្យបាទជនបរទេសឬក៏ស្ថានបេសកកម្មបរទេសហ្នឹងគឺចាក់ចេញពីបាទទីក្រុងគៀវបាទនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយក្រសួងការពិជាតិរបស់ខាងក្រសួងការពិជាតិរបស់រុស្ស៊ីបាននិយាយថាការវាយប្រហារហ្នឹងគឺជាការមួយឆ្លើយតបទៅនឹងការដែលខាងអ៊ុយក្រែនបាទអ៊ុយក្រែនវាយប្រហារទៅលើអន្តេវាសិកដ្ឋាននៅក្នុងទីក្រុងតំបន់លូខានដែលពេលបច្ចុប្បន្ននេះគឺរុស្ស៊ីជាអ្នកគ្រប់គ្រងបាទអញ្ចឹងខាងរុស្ស៊ីក៏ថានេះគឺជាគេថាចំណុចចុងក្រោយហើយដែលអ៊ុយក្រែនវាយប្រហារទៅលើរុស្ស៊ីហើយរុស្ស៊ីអត់ធ្មត់យូរហើយឥឡូវនេះគឺរុស្ស៊ីតែបើកការវាយប្រហារជាប្រព័ន្ធមកលើទីក្រុងរបស់អ៊ុយក្រែនវិញបាទដោយឡែកខាងអ៊ុយក្រែននេះបានបញ្ជាក់ថាសូមកុំឲ្យអង្គទូតបរទេសហ្នឹងបាទចាញ់ការសម្លុតរបស់ខាងរុស្ស៊ីធ្វើអ្វីបាទពីព្រោះអីបាទអ៊ុយក្រែនមិនបានវាយប្រហារទៅលើអន្តេវាសិកដ្ឋាននោះទេហើយនេះជាលេសរបស់រុស្ស៊ីនៅក្នុងការវាយប្រហារទៅលើបាទទៅលើប្រទេសអ៊ុយក្រែនជាពិសេសទៅលើរដ្ឋធានីរបស់អ៊ុយក្រែនតែម្ដងបាទហើយនៅថ្ងៃច័ន្ទនេះគឺអង្គទូតបរទេសនានានៅក្នុងទីក្រុងគៀវហាក់ដូចជាប្រឆាំងនឹងការព្រមានរបស់រុស្ស៊ីនេះបាទដែលបានចូលរួមនៅក្នុងពិធីមួយទៅពិនិត្យមើលទីកន្លែងនានានៅក្នុងទីក្រុងគៀវដែលរងការវាយប្រហាររបស់
Rosie ក្នុងកាលពីប្រមាណថ្ងៃមុននេះបាទនេះជាព័ត៌មានសំខាន់ៗដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណប្រិយមិត្តណាដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទឥឡូវខ្ញុំសូមទទួលសំណួរមួយពីរដើម្បីឆ្លើយប្រិយមិត្តបើសិនជាឆ្លើយបានខ្ញុំឆ្លើយមិននៅយូរទេថ្ងៃនេះមានកិច្ចការរវល់បន្តិចបាទណាល់មែនអត់មានអីទេបាទអត់មានសំណួរអីទេ Assume Angkor why the Siam side always show the picture of our side sacrifice but we show none of them and why they will annoy us when we go to the big event like in USA បាទស៊ីមេងក៏សួរថាហេតុអីបានជាថៃតែងតែបង្ហាញរូបភាពពីខាងកម្ពុជាអញ្ចឹងប៉ុន្តែអត់មានពីខាងខ្លួនឯងហើយតែងតែបាទធ្វើបាបយើងធ្វើរំខានដល់យើងពេលដែលយើងទៅអង្គការសហប្រជាជាតិបាទទៅ UNSC បាទហ្នឹងគឺដូចជាធម្មតាទេគឺគាត់ចង់បាត់មាត់យើងនេះឲ្យខ្លីមកគាត់ចង់បាត់មាត់យើងឲ្យទៅស្រែកនៅឆាកអន្តរជាតិឲ្យនិយាយជាមួយគាត់ហើយគាត់ក្លុកយើងតាមចិត្ត full stop បាទគឺខានចាប់តែម្ដងគឺគាត់ចូលចិត្តអញ្ចឹងគាត់អាងកម្លាំងមួយទល់មួយគឺគាត់ខ្លាំងជាងយើងបាទអញ្ចឹងយើងអ្នកខ្សោយយើងរត់ទៅរកយន្តការអន្តរជាតិគាត់អត់ព្រមដល់ពេលយើងទៅគាត់មានមីក្រូគាត់ធំគាត់មីក្រូគាត់ធំជាងយើងទៅទទួលស្គាល់គាត់ណាទៅពីថៃហ្នឹងមីក្រូគាត់ធំជាងគាត់ចង់ស្រែកទៅនោះគាត់មានបណ្ដាញគាត់កន្លងមកផងដែរអញ្ចឹងទៅហើយគាត់ចង់ផ្ទុកមាត់យើងទៀតបាទឲ្យយើងមកគៀកតែជាមួយគាត់ទល់គ្នាហ្នឹងគឺគាត់កម្លាំងសាច់ដុំធំជាងបាទទៅប៉ុណ្្នឹងរឿងវាសំខាន់តែប៉ុណ្្នឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងមើលក្នុងពេលកន្លងមកថៃគាត់នាំមុខទីទូទៅណាមុនពេលដែលមានដំណន់ហ្នឹងគឺគាត់ធ្វើសកម្មភាពការទូតនៅខាងក្រៅប្រទេសហ្នឹងគាត់គេចំណេញស្ថានភាពច្រើនណាពីជាពិសេសជាមួយនឹងកម្ពុជាហ្នឹងបាទហើយអត់មានណាប្រឆាំងទេប៉ុន្តែឥឡូវចុងក្រោយនេះគឺបាទរយៈពេលវីគ្នាដំបូងហ្នឹងគឺយើងឡើងដៃលើដើរលើមុនគាត់ផងបាទឥឡូវហ្នឹងគឺគាត់ក៏នៅមិនជាលើកម្ពុជាប្រហែលដែរក្នុងគណៈពេលដែលកម្ពុជាកំពុងតែប្រឈមមុខរឿងបញ្ហាផ្ទៃក្នុងនយោបាយផងរឿងscam រឿងអីក៏នៅតែទប់ទល់បានយ៉ាងដែរអញ្ចឹងណាបាទប៉ុន្តែខ្ញុំនិយាយថាក្នុងពេលកន្លងមកដែលថៃគាត់គាត់ថាជិះសែលលេងដៃមកនៅក្នុងវិស័យការទូតហ្នឹងយើងមើលឧទាហរណ៍យើងមើលតែប៉ុណ្ណេះខ្ញុំឃើញសារព័ត៌មាននៅកម្ពុជាថ្ងៃមុនជាភាសាអង់គ្លេសប្រើពាក្យកពើភ្នំហៅថា Samis crocodile ឃើញគឺគាត់ហៅឈ្មោះស្អីក៏សាមដែរគាត់សូម្បីតាជីខ្មែរយើងហៅជីអី Bezol ខ្មែរហៅជីស្កៅជក់យើងហ្នឹងគាត់ថៃ Bezol គេថា Bezol ហ្នឹងបានហើយបើជីស្កៅជក់យើងហៅជីខ្មែរជីអីគេខ្មែរមិនហៅខ្មែរភ្លេចអាជីក្រហមជីអីហ្នឹងបាទជីដែលយើងយកស្ងោជក់មន់ជក់ទៅហ្នឹងបាទហ្នឹងគេថាបេហ្សលហ្នឹងគាត់ថៃបេហ្សលបាទអានំដូណាត់នំចក្វៃបាទចក្វៃគាត់ធ្វើទូគាត់ដាក់ថៃដូណាត់បាទគាត់មហូបហ្នឹងគឺគាត់គេចំណេញច្រើនណាស់បាទតាមហើយយើងមើលអីគេដូចជាបដាល់គុណខ្មែរហ្នឹងបាទបដាល់ហ្នឹងយើងមាននៅតាំងអង្គរអីយូរហើយគាត់ដាក់មួយថៃយ៉ាងទៅគឺគាត់ free រាប់សិបឆ្នាំមកហើយបាទឥឡូវហ្នឹងគឺខ្មែរទៅតែជំនាន់ក្រោយជំនាន់ឥឡូវហ្នឹងគឺចាប់ដើមតបានគាត់វិញគាត់ដូចជាពេលខ្លះខ្ញុំមានព្រឹត្តិការណ៍មួយដែលមានគេប្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់បានឃើញផ្ទាល់ភ្នែកណាគឺពេលដែលស្រីមួយហ្នឹងដែលពីមុនស្វាមីគាត់ជាធ្លាប់ធ្វើជាមេ VOA ហើយគាត់មុនបើជំនាន់មុនរចនាសម្ព័ន្ធរបស់ VOA គឺមេខាង VOA ខាង division នៅណាអញ្ចឹងគាត់មកកាន់នៅ VOA សិនមុននឹងគាត់ទៅធ្វើការទូតគាត់ដើម្បីឲ្យបើថាចង់ទៅខ្មែរទៅមកកាន់ខ្មែរដើម្បីឲ្យយល់អំពីនយោបាយនៅប្រទេសខ្មែរបានទៅពេលហ្នឹងគឺការបរទេសក្រសួងការបរទេសនិង VOA នៅ direct នៅជាមួយគ្នា VOA នៅក្រុមការបរទេសផ្ទាល់កាលនោះបាទហើយគាត់ទៅសេសភៅពីមហូបខ្មែរហ្នឹងយើងហៅមហូបខ្មែរមហូបអីហ្នឹងគឺថៃគាត់រិះគន់គាត់ថាហ្នឹងមិនមែនទេរបស់ថៃរបស់អីណាបាទគាត់ពិតមហូបយើងអាមកអីហ្នឹងបាទខ្មែរតាបាទអញ្ចឹងអរគុណច្រើនណាបាទក្មួយរឿងប៉ុណ្្នឹងទេស៊ីមិញទេបាទគាត់ចង់ខ្ទប់មាត់យើងបាទអញ្ចឹងអរគុណច្រើនណាអត់មានអ្វីទេបាទខ្ញុំបាទអរគុណណាអត់មានជីនាងវងជីនាងវងអរគុណច្រើនចង់ភ្លេចឈ្មោះជីនឹងបាទជីនាងវងបាទសូមទោសអធិស្ឋានណាបាទបងខ្ញុំសុខុមបើតាមខ្ញុំសូមឲ្យអ៊ីរ៉ង់ចុះចាញ់មហាអំណាចអាមេរិកជារឿងត្រឹមត្រូវបាទអរគុណច្រើនបាទអរគុណច្រើនណាបាទហ្នឹងហើយអញ្ចឹងមានសំណួរតែប៉ុណ្្នឹងទេអ្នកណាគេ Pura everything គាត់ថាម៉េចចំពោះករណីដល់លែងលោកកឹមសុខាមានពាក់ព័ន្ធនឹងទំនាក់ទំនងអាមេរិកទេឬជានយោបាយផ្ទៃក្នុងរបស់កម្ពុជាសំណួរនេះល្អដែរប៉ុន្តែខ្ញុំឆ្លើយទៅវិញខ្ញុំបើតាមខ្ញុំយល់ណាបាទជារឿងមួយដែលបាទកម្ពុជាគាត់ឈានទៅដល់ការសម្រេចព្រមព្រៀងគ្នាមានអ្នកតួអង្គច្រើនផ្ទៃក្នុងគាត់ធ្វើការកិច្ចការនឹងយូរមកហើយបាទនឹងបុគ្គលិកទេស័យផងទៅក៏ប៉ុន្តែចំណុចទី2គឺកាលណាដោះលែងអញ្ចឹងគឺធ្វើឲ្យសហរដ្ឋអាមេរិកគាត់សប្បាយចិត្តដែរគាត់សប្បាយចិត្តដែរពីព្រោះអីករណីលោកកឹមសុខាហ្នឹងគឺជាបញ្ហាចាំងទៅតឹងកមួយនឹងយូរដែរហើយណាបាទនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋសភាអីហ្នឹងគឺតែងតែរៀបរាប់ឈ្មោះលោកកឹមសុខាជាប់ចំណេញដែរបាទអញ្ចឹងទៅឥឡូវហ្នឹងគឺរឿងនេះគឺអាចជាការមួយបាត់ទំព័រមួយថ្មីទៀតហើយជាពិសេសនឹងធ្វើឲ្យទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកបានល្អប្រសើរកាន់តែល្អទៀតហើយឃើញទេបាទខ្ញុំអាចនិយាយបានអញ្ចឹងតែរឿងសហរដ្ឋអាមេរិកគាត់លូកដៃអន្តរាគមន៍ខ្ញុំមិននិយាយទេគឺដែលសួរនេះចង់និយាយអន្តរាគមន៍ដោយផ្ទាល់បាទដោយផ្ទាល់អីហ្នឹងគឺខ្ញុំមិនអាចនិយាយ
បានប៉ុន្តែគាត់ថាជារៀងរហូតមកគឺសាររដ្ឋអាមេរិកតែងតែអំពាវនាវណាឲ្យដោះលែងលោកកឹមសុខាបាទនិងសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សមួយចំនួនដែរដូច្នេះបើសិនជាដោះលែងលោកកឹមសុខាវាជារឿងមួយចំណេញដល់តំណែងទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកបាទឃើញទេបាទខ្ញុំប្រហើបមួយម៉ាត់ទៀតចុះបាទខ្ញុំប្រហើបមួយម៉ាត់ទៅបាទខ្ញុំប្រហើបហើយបាទបាទអូខេបាទហ្នឹងបាទអញ្ចឹងបាទសូមអរគុណណាអរគុណច្រើនបាទដូចខ្ញុំបាននិយាយព្រឹកមិញខ្ញុំក៏សប្បាយរីករាយដែរខ្ញុំសប្បាយរីករាយដែរដែលឃើញអញ្ចឹងបាទខ្ញុំរំភើបណាស់នេះជាអ្វីដែលខ្ញុំចង់ឃើញអ្នកនយោបាយគាត់មានការឯកភាពគ្នាអញ្ចឹងទៅបាទល្អដែរមានទុនម្នាក់តិចអញ្ចឹងទៅបាទវាជាផលប្រយោជន៍ប្រទេសជាតិពេលវេលានេះសមរម្យហើយដូចតែខ្ញុំបានឆ្លើយជាមួយនឹងប្រិយមិត្តលើកមុនសួរខ្ញុំភ្លេចម្នាក់សួរខ្ញុំក៏បាននិយាយអញ្ចឹងបាទខ្ញុំសប្បាយរីករាយដែរបាទមានថាចង់និយាយឡើងនិយាយខ្សែខាងលោកកឹមសុខាមានតំណែងតំណងជាមួយនឹងរដ្ឋបាលលោកត្រាំជាមួយនឹងមន្ត្រីលោកត្រាំខ្លាំងបាទខ្ញុំគាត់និយាយប៉ុណ្ណឹងណាដូច្នេះបើសិនជាអាចនឹងចាប់ដៃគ្នាធ្វើការនៅពេលនេះនឹងអាចមានផលចំណេញដល់កម្ពុជាចាស់ខ្ញុំនិយាយបានប៉ុណ្ណឹងបាទខ្ញុំនិយាយបានប៉ុណ្ណឹងបាទអូខេបាទអញ្ចឹងសូមជម្រាបលាប្រិយមិត្តទាំងអស់គ្នាបាទសូមជម្រាបលាបាទ